បាទសូមជម្រាបសួរនិងសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទនៅថ្ងៃនេះដែរគឺខ្ញុំមានមន់ថតចាច់ជូនបងប្អូនមួយលេងកំសាន្តដូចរដងអញ្ចឹងគឺថ្ងៃនេះខ្ញុំហាលវានឹងបញ្ចូលរមិតថ្មវាជាលើកទី1សម្រាប់ត្រៀមចូលខែថ្មីខាងមុខនេះសម្រាប់អាមេអំបៅនេះវាបាក់ស្លាបវាជុលឆ្នាំម្ដងតែលើរបួសវានឹងជាបានប្រហែលជា 70% ទៅ 80% ហើយវាអាចទើសស្លាប់បានវិញវាអាចឡាំបានខ្លះវិញហើយប៉ុន្តែយើងគ្រាន់តែបញ្ចូលរមីថ្មវាដើម្បីត្រៀមលេងនៅខែក្រោយនេះប្រសិនបើរបួសវាជា 100% ប៉ុន្តែបើសិនជារបួសវាអត់ជាទេគឺយើងនៅក្រុងវានៅថែវានឹងព្យាបាលវាឲ្យជាស្រួលបួសិនបានយើងយកទៅលេងសម្រាប់មានបើមួយដាក់នេះដែរជើងវាឈឺឥឡូវជើងវាជាបានប្រហែលជា 90% ហើយវាអាចលុតឡើងទុំលើទ្រើងបានហើយអញ្ចឹងយើងបញ្ចូលនៅថ្មវានិងដាក់ថ្នាំសរសៃវាបន្ថែមទៀតដើម្បីឲ្យវាឆាប់ជាសះស្បើយដើម្បីយើងត្រៀមលេងនៅខែថ្មីទាំងអស់គ្នាតែម្ដងសម្រាប់គីឡូវាគឺបច្ចុប្បន្ន28អញ្ចឹងពេញប្រហែលជាអាចឡើងដល់30អញ្ចឹងបងប្អូនមើលរួចយ៉ាងវាទៅសម្រាប់មេម្បៅនេះគឺបានឡាំម្ដងហើយប៉ុន្តែការជួលវាគឺមិនទាន់បានចូលទេព្រោះយើងទើបតែនាំចូលប្រហែលថ្ងៃខាងមុខហ្នឹងហើយយ៉ាងវិញទៀតវាទើបតែបំពេញរោមបាន 90% អញ្ចឹងសម្រាប់មេអំបៅមួយហ្នឹងប្រហែលជាមួយខែកន្លះឬក៏2ខែយើងអាចជុលវាបានអញ្ចឹងបងប្អូនមើលរៀងវាមើលផែនវាលេងទៅបងប្អូនព្រោះអីយើងទើបតែបញ្ចូលរបៀបថ្មថ្មីអញ្ចឹងគឺឃើញវាប្លែកពីរដងអញ្ចឹងបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំទៅនេអញ្ចឹងយើងបញ្ចូលរបៀបថ្មហើយអញ្ចឹងចាប់ពីស្អែកទៅយើងសៃវាតិចរហូតដើម្បីយើងត្រៀមលេងនិងបើចំណីវាខ្លះដែរហើយថ្ងៃនេះដែរគឺខ្ញុំថតតាមមេអំបៅ2នឹងទេបងប្អូនពីក្រោយនេះគឺខ្ញុំអត់ទាន់ថតទេចាំស្អែកខ្ញុំថតឲ្យបងប្អូនមើលបន្ទាប់ពីយើងបញ្ចូលរមីថ្មឲ្យហើយមើលរូបរាងវាស្អាតប្លែកប៉ុណ្ណាថ្ងៃស្អែកខ្ញុំនឹងថតចែកជូនបងប្អូនមើលលេងកំសាន្តអញ្ចឹងថ្ងៃនេះយើងផ្ដោតអារម្មណ៍លើអាមេអំបៅ2គ្រាប់នេះសិនសម្រាប់អាមន់មេអំបៅមុនវាចូលចាញ់គេឥឡូវវាបានធូរស្រាលហើយវាអាចដើរបានហើយអញ្ចឹងខ្សែវាលែងសូវទាញហើយអញ្ចឹងថ្ងៃស្អែកឬក៏ថ្ងៃខាងស្អែកខ្ញុំថតគ្រប់យ៉ាងអាមន់ចូលចាញ់បងប្អូនមើលលេងកំសាន្តដូចគ្នាដែរព្រោះអីមន់យើងចាញ់យើងក៏ត្រូវប្រាប់បងប្អូនដែរកុំឲ្យថាមន់ឈ្នះបានថតចែកជូនបងប្អូនហើយមន់ចាញ់ថតចែកជូនបងប្អូនអញ្ចឹងហើយចាំមើលផាជាមួយថ្ងៃ2ទៀតខ្ញុំនឹងថតហើយនឹងនិយាយរៀបរាប់ការជួលរបស់វាបងប្អូនមើលទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយសូមបងប្អូនមេត្តាចុចពាក្យជាឬក៏ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតហើយជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នា